ភាពខុសគ្នានៃការប្រើប្រាស់រូបមន្តសាំនិងរូបមន្តសាំ product បាទរូបមន្តពីរហ្នឹងគឺយើងរកតម្លៃសរុបដូចគ្នាបាទប៉ុន្តែរបៀបគណនាយើងខុសគ្នាបាទតកតងទៅនឹងសាំគឺយើងត្រូវការបូកតម្លៃនឹងចំនួនមួយហើយបាន total បន្តមកទៀតបានយើងត្រូវការសរុបតកតងរូបមន្តសាំ product គឺយើងត្រូវការតែជួតម្លៃនិងជួចំនួនទេបាទឥឡូវយើងគណនាទាំងអស់គ្នាអញ្ចឹងការប្រើប្រាស់រូបមន្តសាំគឺយើងត្រូវការគុណមួយសិនបាទយើងយកចំនួនគុណនឹងតម្លៃបាទយើងយកចំនួនគុណតម្លៃមកយើងបានសរុបមួយហើយអញ្ចឹងយើងបាន total បន្តមកទៀតយើងគុណមួយទាំងអស់បាទឲ្យឃើញតម្លៃសរុបមួយហើយបានចុងក្រោយយើងត្រូវការសរុបមកសារទៀតយើងប្រើរូបមន្តសាំបាទសាំ total ទាំងអស់ហ្នឹងណាបាទអញ្ចឹងគឺយើងបានតម្លៃសរុបហើយតម្លៃសរុបវិញគឺ$44តើតើរូបមន្តសាំ product យើងរកតម្លៃដូចគ្នាប៉ុន្តែយើងគណនាខុសគ្នាបាទអ្នកទាំងគ្នាអត់សរុបលើ total ទេយើងគ្រាន់តែ select ទៅលើ unit price តម្លៃឯកតានិងចំនួនទាំងអស់មកបាទ select ពីជួរឈរហ្នឹងហើយយើងបិទវងចូល enter ទៅយើងបានតម្លៃសរុបដូចគ្នាបាទអញ្ចឹងភាពរកតម្លៃសរុបដូចគ្នាប៉ុន្តែរបៀបគណនាខុសគ្នាបាទសាំ product អ្នកទាំងគ្នាមិនបាច់ចាំធ្វើជួរឈរ total ទៀតទេយើងអាចសរុបយកបានតែម្ដងបាទ